ទឹកលំដាប់ថ្នាក់ពិភពលោកក៏មិនគួរយកជីវិតទៅលេងសើចជាមួយនឹងការហែលទឹកនៅក្រោមផ្ទាំងទឹកកកនោះដែរដោយសារតែនៅក្រោមទឹកកកដែលកកដោយសារតែសីតុណ្ហភាពត្រជាក់នឹងភាគច្រើនគឺជាតំបន់ដែលមានទឹកថ្លាឆ្វេងដូចជាកញ្ចក់នៅពេលដែលយើងចុះហែលនៅខាងក្រោមហើយងាកងើយទៅលើនឹងធ្វើឲ្យឃើញទីតាំងមានពន្លឺជាច្រើនស្រដៀងគ្នាដែលកើតចេញពីផ្ទាំងទឹកកកដែលផ្ដុំចូលគ្នាហើយមានប្រហោងដោយសារខ្យល់ចូលមានស្នាមប្រេះនឹងទីតាំងខ្លះទឹកកកមានសភាពស្ដើងអីចឹងទៅដែលវាបានបង្កើតទៅជាការយល់ច្រឡំមួយសម្រាប់អ្នកជ្រមុជទឹកធ្វើឲ្យពួកគេតែងតែមានការយល់ច្រឡំថាទីតាំងនោះគឺជាផ្លូវចេញដែលពួកគេបានចោះមកទោះបីជាពេលខ្លះពួកគេប្រើពិលជំនួយក៏មិនអាចជួយបាននោះដែរនឹងធ្វើឲ្យមានភាគរយខ្ពស់ក្នុងការយល់ច្រឡំព្រោះពន្លឺពិលនឹងភាគច្រើនគឺកងគ្នាជាមួយពន្លឺព្រះអាទិត្យនៅផ្នែកខាងលើធ្វើឲ្យពួកគេមានការយល់ច្រឡំជាញឹកញាប់ខ្លាំងមែនទែនអ្វីដែលកាន់តែគ្រោះថ្នាក់ជាងនេះទៀតនោះសីតុណ្ហភាពនៅក្រោមទឹកដែលពួកគេកំពុងចុះហែលនឹងគឺមានសីតុណ្ហភាពស្ទើរតែ10អង្សាសេទៅហើយធ្វើឲ្យនៅក្នុងរាងកាយរបស់ពួកគេថយកម្ដៅសាច់ដុំចាប់ផ្ដើមរឹងបើស្របពេលជាមួយគ្នានឹងដង្ហើមរបស់ពួកគេនៅសល់តិចហើយរោគផ្លូវចេញមិនទាន់ឃើញនឹងធ្វើឲ្យពួកគេចាប់ផ្ដើមភ័យបញ្ហាប្រព័ន្ធប្រសាទក៏ត្រូវបានកើតឡើងហើយពិតណាស់តែយើងស្លន់ស្លោហើយអ្វីក៏ធ្វើមិនត្រូវនោះដែរបេះដូងលូតញាប់មិនដល់5វិនាទីនោះទេនោះយើងនឹងលង់ទឹកស្លាប់មួយរំពេចតែម្ដងចឹងហើយបើសិនជាអ្នកចុះទៅលេងនៅក្រោមទឹកកកគឺត្រូវតែចងខ្សែជាប់ចង្កេះជានិច្ចបើមិនដូច្នេះទេការចុះទៅលេងទឹកបែបនេះគឺមិនខុសអីពីការចុះទៅសម្លាប់ខ្លួននោះឡើយជាក់ស្ដែងសម្បីតែអ្នកជំនាញហែលទឹកលំដាប់ថ្នាក់ពិភពលោកដូចជាលោក Boris Orevich ក៏បៀសតែនឹងបាត់បង់ជីវិតដោយសារតែការហែលទឹកនៅក្រោមផ្ទាំងទឹកកកនេះដែរដោយនៅក្នុងឃ្លីបវីដេអូយើងសង្កេតឃើញថាលោក Boris ក៏បានចុះហែលនៅក្រោមផ្ទាំងទឹកកកចេញពីទីតាំងដែលគាត់បានចុះទឹកកកនោះទៅកាន់ផ្លូវចេញមួយទៀតតែចៃដន្យអីនៅពេលដែលគាត់ហែលជិតដល់ផ្លូវចេញទៅហើយគាត់បែរជាយល់ច្រឡំថាហែលខុសផ្លូវទៅវិញនឹងវិលខ្ញាល់នៅកន្លែងនឹងតែម្ដងហើយរកផ្លូវចេញយ៉ាងពិតប្រាកដមិនឃើញនោះទេទោះបីជាអ្នកនៅខាងលើព្យាយាមឲ្យតម្រូវយ៉ាងណាក៏មិនអាចជួយបាននោះដែរហើយនៅទីបំផុតនៅពេលដែលលោកចិត្តអស់ខ្យល់មែនទែនទើបគាត់សម្រេចចិត្តតង់ខ្សែដែលចងជាប់នៅចង្កេះដើម្បីទាញត្រឡប់មករកផ្លូវដើមវិញតែម្ដងបាទដូចពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនបើសិនជាពេលនោះគាត់មិនមានខ្សែចងជាប់ចង្កេះទេប្រហែលជាពេលនោះបានខ្លាចជាខ្មោចទឹកបាត់ទៅហើយបរិសម្នាក់នេះបានបង្កប់ខ្លួនឯងនៅក្នុងទូកករហូតដល់ទៅ50ឆ្នាំដើម្បីរងចាំមនុស្សចំនួនក្រោយដែលអាចបង្កើតបច្ចេកវិទ្យាទំនើបហើយអាចធ្វើឲ្យរូបលោកវិលត្រឡប់មកដឹងខ្លួនវិញបានដោយបរិសម្នាក់នេះគឺមានឈ្មោះថា James Hiram Bedford ជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រវិទ្យានៅរដ្ឋ California ក្រោយពីទទួលបានដំណឹងថាខ្លួនកើតជំងឺមហារីកតម្រងនោមដែលអាចនឹងបន្តរីករាលដាលទៅដល់សួតធ្វើឲ្យលោកមិនអាចរស់បានយូរទៅថ្ងៃខាងមុខបានលោក James ក៏សម្រេចចិត្តចូលរួមនៅក្នុងគម្រោងការមួយដែលជាសមាគមពន្យាជីវិត EV Cooper ដែលបានផ្ដល់ឱកាសក្នុងការរក្សាទុកមនុស្សម្នាក់ដោយឥតគិតថ្លៃហើយគេបានបញ្ជាក់ថាសមាគមពន្យាជីវិតឥឡូវនេះមានសម្ភារៈបរិក្ខារបឋមសម្រាប់បង្កដែលមានរយៈពេលខ្លីក្នុងគ្រាបណ្ដោះអាសន្នរហូតដល់ឆ្នាំ1967លោក James ក៏បានក្លាយទៅជាមនុស្សដំបូងគេបង្អស់ដែលបានចូលទៅក្នុងគម្រោងមួយនេះដែលលោកបានរំពឹងថាថ្ងៃអនាគតការអភិវឌ្ឍប្រព័ន្ធតិចណូឡូជីរបស់មនុស្សជំនាន់ក្រោយនឹងអាចជួយឲ្យលោកងើបមកដឹងខ្លួនវិញម្ដងទៀតបានហើយពេលនោះលោកបានបរិច្ចាគលុយផ្ទាល់ខ្លួនច្រើនខ្លាំងមែនទែនទៅលើគម្រោងការមួយនេះដើម្បីឲ្យពួកគេអាចដំណើរវាបានទៅយ៉ាងរលូនហើយចាប់ចុងចាប់ដើមហើយលោកក៏បានចូលទៅបង្ករាងកាយជាមួយនឹង Cryogenic ដោយរាងកាយរបស់លោកត្រូវបានគេបង្កក់3ម៉ោងបន្ទាប់ពីលោកត្រូវបានបាត់បង់ជីវិតហើយសាកសពរបស់លោកត្រូវបានរក្សាដោយលោក Robert Prehoda ជាអ្នកនិពន្ធសៀវភៅនៅក្នុងឆ្នាំ1969និងវិជ្ជបណ្ឌិត Dante Brunel ជាគ្រូពេទ្យជីវរូបវិទ្យានិង Robert Nelson ប្រធានសមាគម Cryogenic នៃរដ្ឋ California ដោយពេលវេលាបានកន្លងហួសជាបន្តបន្ទាប់រាងកាយរបស់គាត់គឺត្រូវបានគេរក្សាទុកនៅក្នុងចលនា Cryogenic ដែលលោកត្រូវបានឆ្លងកាត់ជាមួយនឹងអ្នកជំនាញវិទ្យាសាស្ត្រជាច្រើនក្រុមច្រើនរូបនិងត្រូវបានគេផ្លាស់ប្ដូរទីតាំងពីមួយកន្លែងទៅមួយកន្លែងហើយចុងក្រោយគេនេះត្រូវបានគេរក្សាទុកជាមួយនឹងមូលនិធិ Alcohol Extension ជាអង្គការលំដាប់ថ្នាក់ពិភពលោកដែលល្បីល្បាញបំផុតក្នុងការរក្សារាងកាយរបស់មនុស្សដែលរងចាំការវិលត្រឡប់មកវិញនាថ្ងៃអនាគតបាទពេលស្ដាប់ទៅវាពិតជាប្លែកនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនស្មានមកដល់សោះថានៅលើលោកយើងនេះគឺមានក្រុមមនុស្សដែលរំពឹងថាខ្លួនអាចនឹងមានជីវិតមកវិញបានចំពោះសាកសពរបស់លោក James ត្រូវបានគេនិយាយថាក្រោយពីឆ្លងកាត់ការបង្កអស់រយៈពេល50ឆ្នាំកន្លងមកនេះរាងកាយរបស់គាត់ធ្លាប់ត្រូវបានគេបើកដើម្បីពិនិត្យមើលពេលនោះគឺសង្កេតឃើញថានៅមានសភាពល្អដូចដើមស្ទើរតែ 95% ទៅហើយគ្រាន់តែស្បែកនៅតាមចំណុចមួយចំនួនគឺរាងប្រែពណ៌និងកន្លែងខ្លះរាងហើមដូចជាឆ្លងមេរោគហើយរហូតមកដល់ពេលនេះពេលវេលាបានកន្លងហួសទៅ50ឆ្នាំហើយតែរាងកាយរបស់គាត់គឺនៅតែមិនទាន់បានក្រោមមកវិញនោះទេហើយឥឡូវនេះគឺមានមនុស្សជាបន្តបន្ទាប់ក៏បានចូលរួមជាមួយនឹងគម្រោងការមួយនេះដូចគ្នាដែលពួកគេរំពឹងថាអាចនឹងរស់ឡើងវិញដូចជាការរំពឹងទុករបស់លោក James យ៉ាងអញ្ចឹងតែចំពោះបងប្អូនវិញបើសិនជាដឹងថាខ្លួនចិត្តស្លាប់ហើយតើគិតថានឹងសាកចង់ទៅចូលរួមនៅក្នុងគម្រោងមួយនេះដែរឬទេដើម្បីអាចរស់ឡើងវិញឬក៏ឲ្យគេរំលាយសពដើម្បីចាប់ជាតិថ្មីកុំភ្លេចសម្ដែងមតិម្នាក់មួយនៅខាងក្រោមវីដេអូនេះ